សំខ្លាចាយ3 game ជប់នឹង3 game សំខាន់3 game ហ្នឹង3 game ជាប់គ្នាទៀតតែសើប្រហែលគាត់លេង first side team អត់ទិញ glowing van ទេគាត់ទៅទិញ sky pressure ទិញ sky pressure តែទុកស៊ីពេ hyper មែនហើយ hyper ក្រមែនអើយសំខ្លាចាយសំខាន់ដល់ពេលប្រាប់ទៅហ្នឹងឆ្លៀតជេរយើងវិញទៀតតែសើអាត្រង់ហ្នឹងមកហើយបើថា first side team អត់ទិញ glowing van ក៏អត់ទៅចោះតែសំខាន់ណា item ទី2នេះមិនទិញ glowing van មកទៅទិញអីផ្សេងទៀតអើយសំខ្លាចាយលោកព្រះហើយបើអត់មាន glowing van ពេល team fight ម្ដង team fight early មាន hero ណាកាត់ឈាមគេមាន damage magic ណាកាត់ឈាមគេទៅវាអត់មាន hero កាត់ឈាមបរោយហើយ hyper អី early ទៅមាន item កាត់ឈាមអីមកវាណា hyper ឬក៏ gold land អីហ្នឹងមានតែ mid land ហ្នឹងឯងអញ្ចឹងទិញ glowing van មកដើម្បីកាត់ឈាម enemy ពេល team fight ទៅវាយវារៀងមានភាគរយរៀងឈ្នះដែរហើយបើលេង first item អីលេងសត Sky Piercer អីចឹងតែរោវាយគេតាមណាហើយបើសិនជា hero ខាងគេតាន់ដូចជា Uranus ដូចជាអីចឹងទៅហើយបើសិនជាអត់មាន item glowing van ទៅវាយគេមិនស្រកឈាមអញ្ចឹង item ទី1គួរតែទិញ glowing van មក Sky Piercer ចាំពេល item ទី2ទី3ទៅទទួលស្គាល់ថាគាត់លេងអញ្ចឹងវា MVP គាត់មែនតែ team វេទនីវាយគេអត់ចុះពួកអីវាអត់មាន damage តែកាត់ឈាមគេប៉ះ asthma អីទៀតទៅមកទៅវាយតែបើថាវាយស្រកឈាម enemy ដឹងអត់មានអីច្រើនទេមានតែសំណុំពោបរហើយអ្នកលេង midland ណាហើយមិនមែនជួបតែខ្ញុំទេអ្នកផ្សេងក៏គាត់ជួបដែរដូចអ្នកធ្វើវីដេអូផ្សេងហ្នឹងគាត់តែងតែនិយាយរហូតតែនៅតែមាន midlander ប្រភេទអញ្ចឹងមកទៀតអញ្ចឹងមានតែសំណុំពោទៅ midlander ទាំងអស់គ្នាបាទលេងចេះទិញ glowing van first side team ផងកុំចេះទិញតែ sky piercer first side team មក